បាទពុកម៉ែបងប្អូនអរគ្នាបន្ទាប់ពីបានធ្វើការទស្សនាតាក់ទងជាមួយនឹងការ review first ការនិយាយព័ត៌មានជាលើកដំបូងរបស់ខ្ញុំបាទនៅក្នុងវីដេអូមួយនេះហើយយើងនឹងឈានចូលតាក់ទងជាមួយនឹងរូបភាពបន្ទាប់គឺជារូបភាពដែលខ្ញុំធ្វើការដាំនៅដើមស្វាយដែលខ្ញុំបានទិញមកពីអំពេញទិញមកពីភ្នំពេញអញ្ចឹងដើមស្វាយនេះវាពិតជាមានសំណាងមែនតើវាបានជិះម៉ូតូជាមួយខ្ញុំដី120គីឡូមកធ្វើការចាប់និស័យនៅភូមិខ្ញុំនៅស្រុកឈូកខេត្តកាពុតផងដែរអញ្ចឹងនេះគឺជាសកម្មភាពដែលខ្ញុំធ្វើការកាប់នៅរណ្ដៅដើម្បីដាក់ដាំស្វាយមែនតើទៅដាំស្វាយនៅភូមិគឺវាច្រើនហើយខែរដូវស្វាយម្ដងគឺហូបមិនទាន់ទេជ្រុះពេញដើមក៏ប៉ុន្តែដោយសារតែវាមានតែស្វាយកៅរមៀតស្វាយអីផ្សេងអញ្ចឹងណាតែវាអត់ទាន់មានស្វាយផ្អែមទេអញ្ចឹងខ្ញុំក៏ទិញស្វាយផ្អែមមកដាំមកហើយតោះជាមួយនឹងការដាំរបស់ខ្ញុំគឺថងខ្ញុំអត់ហែកម្ដងទាំងអស់ទេខ្ញុំហែកតែគូតវាទេណាហែកតែគូតវានៅបាតខាងក្រោមហ្នឹងហើយខ្ញុំចាប់ផ្ដើមដាក់វាឲ្យស្មើជាមួយនឹងរណ្ដៅករបស់វាហ្នឹងឲ្យស្មើជាមួយនឹងរណ្ដៅដែលយើងបានកាប់អញ្ចឹងណាហើយខ្ញុំក៏បានធ្វើការកាយដីដើម្បីលុបគល់របស់វាផងដែរអញ្ចឹងការលុបរបស់ខ្ញុំហ្នឹងគឺខ្ញុំលុបទាំងថងនឹងសិនណាលុបទាំងថងនឹងសិនហើយចាំនៅពេលដែលយើងលុបវាពេញស្មើនឹងកវាហើយយើងមិនទាន់ជន់ប្រហាប់ទេយើងដកថងនឹងបានហើយអញ្ចឹងធ្វើឲ្យដីនៅក្នុងគល់របស់ស្វាយហ្នឹងគឺវាអត់បែកដីនឹងទេដីជីដីខ្មៅហ្នឹងណាអញ្ចឹងវាអត់បែកធ្វើឲ្យស្វាយរបស់យើងហ្នឹងវារស់សង្ឃឹមរស់ច្រើនមែនតើហើយណាមួយមែនតើទៅស្វាយវាក៏មិនរើសដីមកដែរតែដីរបស់ខ្ញុំនេះគឺជាប្រភេទដីស្អិតមែនតើនៅពេលដែលភ្លៀងម្ដងវាស្អិតគ្រូជាបើសិនជាវារាំងវិញកាប់ចោបម្ដងគឺដឹងតែបបាក់ហើយបបាក់កាប់ចូលហើយកាប់មានអាឡងវិញពើងហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមកាយលុបគល់វាប្រើហើយជើងផងដៃផងជាប់កាប់ផងចេញសកម្មភាពហើយលើកទី1ហើយជាស្រ័យផងពុកម៉ែបងប្អូនគ្នាបាយគូដាក់កាមេរ៉ាតិចណាអញ្ចឹងកុំប្រកាន់អីដោយសារតែយើងជាប់ក្នុងការធ្វើទៅវាអត់បានមើលកាមេរ៉ាយើងទុកចោលអញ្ចឹងណាហើយមិញវាខ្ញុំត្រង់ផងដែរហើយខ្ញុំក៏អត់បានយកជាបកគោលអីដាំដោតដើម្បីនៅពេលដែលខ្យល់វាយខ្យល់អីមកវាកុំឲ្យវាដេកដួលទេប៉ុន្តែខ្ញុំសង្ឃឹមលើទឹកដៃខ្ញុំ 100% យើងជឿជាក់លើខ្លួនឯងតិចណាដោយសារតែអីខ្ញុំបានធ្វើការប្រហាប់គល់របស់វាណែនមែនតើណាមួយដីនឹងជាប្រភេទដីស្អិតទៀតវាអត់ងាយដួលទេហើយនេះគឺជាសកម្មភាពដែលខ្ញុំចាប់ផ្ដើមដកថងចេញណា